จุดเริ่มสุขพวกมันบางองต่างគ្នា welcome សាជាថ្មីជាមួយនឹងប្រឡងមហោបរបស់នាងកញ្ញោចាដល់ថ្ងៃនេះដែរគឺ breakfast របស់ពួកយើងគឺមានជាមួយនឹងលក្ខណៈថាបែបរៀងស៊ុបបន្តិចកាត់នំបញ្ចុកស្រស់បន្តិចអីបន្តិចចឹងហើយទីតាំងដែលពួកយើងមកញ៉ាំហ្នឹងគឺនៅភ្នំពេញអត់មាននៅណាឆ្ងាយទេដូច្នេះសូមអង្វរអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកតាមដាននៅក្នុងវីដេអូរបស់ខ្ញុំថាថ្ងៃព្រឹកនេះពួកខ្ញុំធ្វើអីគេហើយញ៉ាំអីគេសម្រាប់អាហារពេលព្រឹកដែលពួកខ្ញុំ order នេះគឺខ្ញុំហៅជាមួយនឹងនំបញ្ចុកសាច់ជ្រូកឈាមហើយគឺខ្ញុំហៅមួយចាននេះគឺធម្មតាទេហើយគេមានថែមជាមួយនឹងបន្លែសោះឲ្យយើងមួយចានទៀតចឹងណាអូហូយគ្រាន់តែមើលវីដេអូខ្លួនឯងកាត់ណាក៏ដឹងថាឆ្ងាញ់ជាតិប៉ុណ្ណាដែរសម្រាប់ in the morning គឺញ៉ាំប៉ុណ្ណេះគឺឆ្អែតដល់ថ្ងៃសម្រាប់ខ្ញុំហើយបើនិយាយពីទឹកស៊ុបរសជាតិរបស់គេនេះរៀងមានខួរក្តាមបន្តិចទៅគឺខុសពីទឹកស៊ុបដែលយើងធ្លាប់ញ៉ាំរាល់ដងព្រោះដែលខ្ញុំប្រាប់និយាយពីក្បាលវីដេអូខាងដើមហ្នឹងគឺវារៀងបែបកាត់នំបញ្ចុកស្រស់បន្តិចអីបន្តិចចឹងណានៅក្នុងចានរបស់ខ្ញុំមានតាំងពីប្រហិតសាច់ជ្រូកមានតាំងពីប្រហិតកាឈាមមានតាំងពីសាច់គោតៅហ៊ូឈាមហើយសម្រាប់ឈាមមួយចានដែលនៅខាងមុខនេះគឺយើងហៅថែមព្រោះថាឈាមរបស់គេគឺឈាមថ្មីស្រស់ឆ្ងាញ់ចឹងណាបងប្អូនហើយអ្នកដែលមកលេងនៅប្រទេសកម្ពុជាអ្នកទាំងអស់គ្នាគិតថានឹងចង់មកសាកម្លងជាមួយនឹងម៉នួយមួយនេះដែរអត់ដែលមានទីតាំងគឺនៅភ្នំពេញតែម្ដងអស់គ្នាក៏អាចរកបានដែរនៅក្នុងតាម page Facebook ឯមុននឹងពួកខ្ញុំញ៉ាំហ្នឹងគឺយើងធ្វើការលាយជាមួយនឹងទឹកសុសសិនទឹកសុសហ្នឹងគឺខ្ញុំនិយាយបានថាបែបកូនកាត់ដែរព្រោះថាវាមានទឹកជ្រលក់បែបកាទៀវផងវាមានទឹកជ្រលក់បែបកាពិហងទឹកអំពិលហងសម្រាប់អ្នកដែលគាត់ចូលចិត្តបែបណាគឺគាត់លេងញ៉ាំបែបនោះទៅនៅពេលដែលខ្ញុំមកញ៉ាំរដងហ្នឹងគឺខ្ញុំដាក់កូនកាត់ហើយបងប្អូនគឺខ្ញុំមិនយកគ្នាតែម្ដងព្រោះថាដើម្បីឲ្យវាបង្កើនរសជាតិហើយគាត់តែមើលវីដេអូនេះហើយក៏មានអារម្មណ៍ថា clean នេះឃើញតាមម្ទេសច្រើនមែនតើព្រោះថាបើយើងមកញ៉ាំអីហើយអត់ដាក់ជាមួយនឹងម្ទេសដូចមានអារម្មណ៍ថាបាត់បង់អីម្យ៉ាងណាឥឡូវតោះពុកម៉ែបងប្អូនទៅតាមដានវីដេអូទាំងមូលរបស់ខ្ញុំឈប់និយាយហើយតោះទៅញ៉ាំកាទៀវនិងនំបញ្ចុកសាច់ឆ្អែមជាមួយគ្នា Yummy yummy 你就像甜点尝一口就落下戒不掉这种感觉